ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍ជាថ្មីមកកាន់ Channel ចម្លើយរឿង Admin Alert សម្រាប់វីដេអូនេះដែរគឺជាភាពបញ្ចប់នៃសាច់រឿងគំនូរស្នេហ៍បងប្អូនភ្លោះសាច់រឿងរបស់យើងបានចូលមកដល់ភាពបញ្ចប់ហើយអញ្ចឹងហើយបើសិនជាបងប្អូន fan ណាហើយមិនទាន់បានជួយចុច like subscribe ហើយដាក់កណ្ដឹងឲ្យ Admin ទេកុំភ្លេចចុចឲ្យ Admin ម្នាក់មួយផងណាកុំឲ្យខាតពេលយូរយើងទទួលស្នាភាពនេះពេញទាំងអស់គ្នាដូចជាអ្នកនរគ្នាបានដឹងអញ្ចឹងថាការពីចុងភាគមុនមិនដឹងថាសាលូនាងមានផែនការអីទេនាងបាននាំគ្នាពាក់ឈុតខ្មៅនឹងមកឡើងមួយក្រុមហើយឲ្យពួកគេនឹងទៅធ្វើការពួកគេរៀងខ្លួនទៅបន្ទាប់មកទៀតសាលូនាងក៏បានជិះឡានចេញទៅកន្លែងមកមើលរូម៉ូវិញនាងបានមកអង្គុយផឹកស្រាតែម្នាក់ឯងរនចឹងគេក៏បានដើរមករករូម៉ូហើយគេប្រាប់រូម៉ូថាគេមានរឿងចង់ប្រាប់នាងរូម៉ូនាងក៏ប្រាប់ឲ្យរនចឹងនឹងអង្គុយចុះមករនចឹងគេក៏បានទៅយកប៊ីយ៉ាមកកំប៉ុងនឹងយកមកផឹកដែរហើយគេនិយាយសុំទោសទៅកាន់រូម៉ូអញ្ចឹងណាថាមួយរយៈហ្នឹងគេអត់សូវបាននិយាយអត់សូវបានតាក់ទងជាមួយនឹងរូម៉ូព្រោះដោយសារតែមួយរយៈនេះគេបានគិតអំពីរឿងមួយដ៏សំខាន់បំផុតរនចឹងគេរកនិយាយអីទៅប្រាប់រូម៉ូនាងក៏ខកនាងប្រាប់កុំឲ្យរនចឹងនិយាយវាចេញមកអីនាងបានដឹងហើយរូម៉ូនាងនិយាយទាំងទឹកមុខសែតមកដល់ពេលរនចឹងវិញក៏ងាកមកសួររូម៉ូទាំងទឹកមុខសប្បាយចិត្តថាតើរូម៉ូនាងដឹងអីមែនរូម៉ូនាងក៏ស្រាប់តែនិយាយឡើងថាចាប់ពីពេលនេះទៅនឹងឈប់រំខានរនចឹងទៀតហើយនាងប្រាប់ឲ្យរនចឹងនឹងកុំគិតច្រើនអីនាងក៏ដឹងទៀតថារនចឹងនឹងគេចង់និយាយថាឲ្យនាងនឹងទៅរកជីវិតដែរនាងពេញចិត្តឲ្យរកមនុស្សម្នាក់ដែលនាងស្រឡាញ់ហើយរស់នៅជាមួយនឹងគេឲ្យមានសេចក្តីសុខទៅរនចឹងគេលឺអញ្ចឹងហើយគេក៏និយាយបកស្រាយទៅប្រាប់រូម៉ូថាមិនមែនចឹងទេរនចឹងគេមិនទាន់បានបកស្រាយអីបន្តទៀតផងស្រាប់តែមានបុរសម្នាក់យកដំបងមួយនឹងវាយចំក្បាលរនចឹងហ្មងនៅពេលដែលដឹងខ្លួននឹងឃើញថាទាំងរូម៉ូទាំងរនចឹងសុទ្ធតែជាប់ច្បាក់ទាំងពីរនាក់ហ្មងមិនធម្មតាជាប់ច្បាក់ទេប៉ុន្តែនៅខ្លួនរបស់ពួកគេនឹងក៏មានជាប់ក្របបែកទៀតចំណែកនៅលើតុវិញក៏មាននាទីលោតថយក្រោយតែបញ្ជាក់ថាសារទៅប្រហែលនាទីទៀតក្របបែកនឹងវាផ្ទុះណារនចឹងហើយនឹងរូម៉ូពួកគេពិតជាខ្វាយខ្វល់ពីគ្នាទៅវិញទៅមកខ្លាំងណាស់ខណៈនឹងដែរសាលូនាងក៏បានដើរចេញមកឲ្យទះដៃឲ្យពួកគេហើយនាងនិយាយសួរថាអ្នកទាំងពីរភ្ញាក់បើសិនជាប្រហែលនាទីទៀតអ្នកទាំងពីរមិនភ្ញាក់ទេនោះក្របបែកមួយនេះក៏វាមិនផ្ទុះដែរអញ្ចឹងហើយមិននឹងសប្បាយទៅរនចឹងគេក៏សួរថាសាលូតើនាងចង់បានអីឲ្យប្រកាសហ្នឹងសាលូនាងនិយាយតាមទឹកមុខសើចថានាងអត់ចង់បានអីទេនាងគ្រាន់តែចង់លេងហ្គេមជាមួយនឹងពីរអ្នកគេតែប៉ុណ្ណោះនៅលើតុនេះមានប៊ូតុង2មានប៊ូតុងក្រហមមួយនិងខៀវមួយសម្រាប់ប៊ូតុងពណ៌ក្រហមគឺជ្រើសរើសឲ្យម្នាក់ទៀតស្លាប់ចំណែកឯប៊ូតុងពណ៌ខៀវគឺជ្រើសរើសឲ្យខ្លួនឯងស្លាប់នឹងឯងអញ្ចឹងអ្នកទាំងពីរគិតខ្លួនឯងថាត្រូវជ្រើសពណ៌មួយណាបើសិនជាអ្នកទាំងពីរគិតយូរពេកថាមិនត្រូវក្របបែកនេះវាអាចផ្ទុះទាំងពីរក៏អាចថាបានដែរអញ្ចឹងហើយអ្នកទាំងពីរគិតឲ្យបានច្បាស់លាស់ណារនចឹងគេក៏និយាយឡើងថារឿងនេះវាជារឿងរវាងគេហើយនឹងសាលូឯងអញ្ចឹងហើយដល់លេងរូម៉ូទៅសាលូនាងខឹងខ្លាំងមែនតើហ្មងនាងនិយាយថារឿងទាំងអស់គឺមកពីនាងខ្ញុំស្អប់នាងជាងគេបើសិនជាគ្មាននាងទេអ្វីវាប្រកាសជា perfect ល្អជាងនេះហើយសាលូនាងនិយាយអញ្ចឹងហើយនាងក៏សម្រួលអារម្មណ៍មកវិញហើយនាងនិយាយថាគេមិនសល់ពេលច្រើនទេអញ្ចឹងហើយសម្រាប់ចិត្តឲ្យលឿនទៅនិយាយហើយសាលូនាងក៏បានដើរចេញទៅខាងក្រៅបាត់ចំណែកឯរនចឹងហើយនឹងរូម៉ូវិញពួកគេក៏បញ្ញាប់ហៅជំនួយរូម៉ូនាងស្រែកសួរថាមានអ្នកគេនៅម្ដុំនឹងអត់ចំណែករនចឹងវិញគឺខំរកសេវាដើម្បីតែប៉ុន្តែវេលាពួកគេនឹងពិតជាសល់តិចខ្លាំងមែនតើហ្មងរូម៉ូនាងក៏ឲ្យរនចឹងទៅទុកឲ្យនាងជាអ្នកនៅទីនេះរនចឹងវិញគេក៏និយាយថាទុកឲ្យគេជាអ្នកនៅឲ្យរូម៉ូទៅចុះដោយសារតែគេមានតែហ្វាដខុនម្នាក់ឯងចឹងហើយរូម៉ូនាងអាចមើលថែគាត់ជំនួសគេផងសាលូនាងក៏ដើរចូលមកវិញហើយនាងសើចពីអ្នកគេនឹងហ្មងហើយនាងនិយាយថាតើពីអ្នកគេនឹងកំពុងតែលេងហ្គេមឬមួយក៏ស្លាប់ទាំងអស់គ្នាមែនហ្នឹងហើយខ្ញុំចង់សួរសំណួរមួយទៅកាន់លោកថាឥឡូវហ្នឹងលោកគឺជារនយ៉ាងឬមួយក៏រនចឹងឲ្យប្រកាសរនចឹងគេក៏សួរថាតើគេត្រូវតែឆ្លើយនឹងសំណួរហ្នឹងមែនហើយរនចឹងគេក៏និយាយប្រាប់ការពិតថាគេគឺជារនចឹងតាំងពីដើមមកគេស្រឡាញ់តែរូម៉ូតែម្នាក់គាត់គេនឹងការពាររូម៉ូដល់ទីបញ្ចប់តែម្ដងបន្តមកទៀតរនចឹងគេក៏បាននិយាយសុំទោសទៅកាន់រូម៉ូតែប្រហែលឆ្នាំនេះគេទុករូម៉ូចោលអញ្ចឹងណារូម៉ូនាងក៏និយាយមកវិញថាតាមពិតទៅនាងបានដឹងថារនចឹងហ្នឹងគឺជារនចឹងហើយគឺជាឡាំងយូមនុស្សដែលនាងស្រឡាញ់នាងក៏មិនដឹងដែរថាហេតុអ្វីបានជារនចឹងគេចង់សម្ដែងធ្វើជារនយ៉ាងអញ្ចឹងប៉ុន្តែនាងក៏មិនដែលសួរនាំរឿងទាំងអស់នេះទៅកាន់រនចឹងដែរក៏ដោយសារតែនាងស្រឡាញ់រនចឹងទីពិសេសនាងយល់ហើយនឹងគាំទ្រគាត់ជានិច្ចហើយនាងក៏គោរពតាមការសម្រេចចិត្តរបស់រនចឹងដែរខ្ញុំចង់ឲ្យគាត់មានអារម្មណ៍ថាគាត់មិនមែននៅតែម្នាក់ឯងទេនៅពេលដែលខ្ញុំឃើញរនចឹងបែបនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ក៏ដោយសារតែចុងក្រោយគាត់បាននិយាយការពិតចេញមកឯងនិយាយពីអ្វីដែលគាត់ចង់បានរហូតមកចាលូនាងស្ដាប់ទាំងឈឺចិត្តហ្មងហើយនាងនិយាយថានាងនឹងបំពេញបំណងរបស់អ្នកទាំងពីរចុះនិយាយអញ្ចឹងហើយសាលូនាងក៏បានដើរចេញទៅខាងក្រៅបាត់រូម៉ូហើយនឹងរនចឹងវិញពួកគេក៏ខិតចូលគ្នាពេលវេលាវិញក៏កាន់តែខោចទៅដែរប៉ុន្តែនៅពេលដែលវាអស់នាទីដល់00នោះក្រប
bay Việt banផ្ទុះឯប៉ុន្តែវាបែរជាធ្លាក់អាស្នៃនេះដូចជា surprise មកអញ្ចឹងហើយនៅក្នុងនោះក៏មានកូនសោទៀតអញ្ចឹងហើយរនចឹងគេក៏បានយកមកចាក់សោដែលនៅលើកជើងរបស់គេហើយនឹងរូម៉ូបន្ទាប់ពីពួកគេមានសុវត្ថិភាពអញ្ចឹងហើយពីរនាក់គេនឹងសប្បាយចិត្តខ្លាំងមែនតើក៏រត់មកអបគ្នាដោយក្តីព្រួយបារម្ភអញ្ចឹងណាហើយពេលដែលពួកគេទាំងពីរនាក់បានដើរចេញមកខាងក្រៅក៏បានជួបជាមួយនឹងសាឡូហើយយើងក៏បានឃើញដែរថាសាឡូនឹងត្រូវបានប៉ូលីសចាប់មុននឹងសាឡូនឹងចេញទៅនឹងនិយាយថានាងទទួលស្គាល់ថានាងបានធ្វើរឿងខុសជាច្រើនជាចុងក្រោយនាងជូនពរឲ្យអ្នកទាំងពីររស់នៅក្នុងជីវិតដែលមានសុភមង្គលនិយាយបានត្រឹមតែប៉ុណ្ណេះប៉ូលីសក៏បាននាំសាឡូចេញទៅខណៈពេលដែលកំពុងតែដើរទៅនឹងសាឡូនាងក៏បានដោះចិញ្ចៀនពីដៃរបស់នាងគប់ចោលនៅនឹងហ្មងអើយអត់មានណាត់សាឡូខ្លាំងណាស់នេះឥឡូវឲ្យសាឡូមកស្លាញ់អត់មិនវិញមកសម្បរណាត់សាឡូខ្លាំងណាស់រូម៉ូនាងក៏និយាយថាណាគេជាអ្នកហៅប៉ូលីសមករនចឹងគេតបវិញថាប្រហែលជាសាឡូខ្លួនឯងជាអ្នកហៅប៉ូលីសមកហ្នឹងរូម៉ូនាងនិយាយឡើងថាអញ្ចឹងសាឡូមិនចង់ធ្វើបាបពួកយើងទេរនចឹងគេក៏និយាយឡើងថាសង្ឃឹមថាលើកនេះសាឡូនាងអាចទទួលស្គាល់ការប៉ັດបានចុះបន្តមកទៀតរនចឹងគេក៏និយាយថាឥឡូវនេះដល់ពេលដែលគេត្រូវសងអ្វីគ្រប់យ៉ាងទៅកាន់រូម៉ូវិញហើយនិយាយពីថាមកដល់ផ្ទះភ្លាមពីអ្នកគេហ្នឹងស្វិតភ្លាមហ្មងណាបាទដល់គាត់ក៏ដើរមកដល់គាត់ឃើញអញ្ចឹងហើយគាត់ក៏សួរពីអ្នកហ្នឹងរូម៉ូដំបូងនាងចង់លាក់ប៉ុន្តែរនចឹងវិញគេថាពីអ្នកគេហ្នឹងតាក់តងគ្នាហើយបាទដល់គាត់ក៏លឺអញ្ចឹងហើយក៏សប្បាយចិត្តជំនួសដែរគាត់ថារនចឹងធ្វើអញ្ចឹងមិនត្រឹមត្រូវរនចឹងគេក៏បានប្រាប់ហ្វាដល់គាត់ដែរថាគេបានប្រាប់ការប៉ັດទាំងអស់ហ្នឹងទៅកាន់រូម៉ូហើយថាគេគឺជារនចឹងអញ្ចឹងណាបាទដល់គាត់ក៏លឺហើយគាត់ថាអញ្ចឹងហើយគាត់មិនបាច់ត្រូវសម្ដែងទៀតទេអញ្ចឹងរូម៉ូនាងអន់ចិត្តនាងនិយាយថាមនុស្សគ្រប់គ្នាដឹងការប៉ັດទាំងអស់លើកលែងតែនាងម្នាក់រនចឹងគេក៏និយាយថារឿងហ្នឹងមានតែគេហើយដឹងហ្វាដល់គាត់នេះដឹងរូម៉ូនាងក៏សួរបញ្ជាក់ថាមានណាគេទៀតអត់ប៉ុន្តែមានណារនចឹងគេរាយរាប់ឡើងមួយខ្សែហ្មងមានទាំងសិនចាងអ្នកគ្រូពេទ្យលោកគ្រូពេទ្យមានទាំងម្ចាស់ភាគហ៊ុនមួយចំនួនអីទៀតពីអ្នកគេហ្នឹងនៅងល់គ្នានៅនឹងឯងបាទដល់គាត់និយាយថាធ្វើអីធ្វើលឿនទៅការងារផ្ទះនៅច្រើនណាកាន់មកដល់យប់ឡើងយើងឃើញថាម្នាក់ហ្នឹងដូចជាមមាញឹកហើយនឹងសប្បាយចិត្តខុសធម្មតាយ៉ាងម៉េចទេនិយាយពីថាសប្បាយចិត្តនឹងមមាញឹកគ្រប់គ្នាហ្មងបន្តមកទៀតនៅពេលដែលពួកគេទាំងអស់គ្នាចេញមកខាងក្រៅហ្នឹងទៅឃើញថាពួកគេទាំងអស់គ្នាបានរៀបចំផ្ទះឡើងស្អាតមែនតែនហ្មងហើយកម្មវិធីនឹងដែរគឺសម្រាប់ Wi-Fi យើងនឹងឯង Wi-Fi នាងដើរចេញមកនិយាយពីថានាងសប្បាយចិត្តមែនតែនហ្មងWi-Fi នាងដើរមកដល់នាងឃើញសិនចាងគេឈរចាំនាងដោយបាច់ផ្កាមួយបាច់ផ្កាឡើងធំហ្មងទាំងហ្វាដល់គុនទាំងប្អូនរបស់រូម៉ូរនចឹងហើយនឹងរូម៉ូនោះពួកគេក៏បានបាញ់ឲ្យ surprise នេះផ្ទុះឡើងស្អាតពេញនឹងទៀត Wi-Fi នាងក៏សួរសិនចាងថាចង់សុំនាងរៀបការម្ដងទៀតទេមែនប៉ុន្តែសិនចាងគាត់ថាលើកហ្នឹងនាងនិយាយយកព្រមអត់នាងចេះតែឆ្ងល់ព្រឹកមិញហេតុអីក៏រូម៉ូនាងឆ្លេឆ្លាជាបិទបាំងរឿងអីពីនាងអញ្ចឹងតាមពិតអញ្ចឹងសោះប៉ុន្តែនាងចង់ប្រាប់ថានាងមិនយល់ព្រមទេហើយនេះគឺជាអីគេគឺជាចិញ្ចៀនសុំនាងរៀបការមែនប៉ុន្តែនៅពេលដែលសាឡូនាងបើកមកមិនមែនជាចិញ្ចៀនទេគឺជាកវលមកគូទេឃើញកវលអញ្ចឹងហើយសាឡូនាងរៀងភ្ញាក់ផ្អើលដែរហ្នឹងអញ្ចឹងគេនិយាយថាកម្មវិធីហ្នឹងមិនមែនជាកម្មវិធីសុំ Wi-Fi នាងរៀបការទេប៉ុន្តែជាកម្មវិធីដែលបញ្ជាក់ពីចិត្តស្មោះសរគេទៅកាន់ Wi-Fi អញ្ចឹងណាហើយគេចង់ប្រាប់ទៅកាន់ Wi-Fi ថាគេនឹងរងចាំនាងអស់ពេញមួយជីវិតហ្មងប៉ុន្តែឥឡូវហ្នឹងគេចង់ឲ្យ Wi-Fi នាងទុកចិត្តមកលើគេអញ្ចឹងណា Wi-Fi នាងលឺអញ្ចឹងហើយនាងក៏ញ៉ាំហើយនាងនិយាយថារបស់ទាំងអស់ហ្នឹងនាងទទួលទុកសិនចុះប៉ុន្តែទុកចិត្តមិនទុកចិត្តគឺអាស្រ័យទៅលើទង្វើរបស់សិនចាងហើយនិយាយអញ្ចឹងហើយ Wi-Fi នាងក៏បានដើរចេញចំណែកសិនចាងវិញគេឡើងសប្បាយចិត្តហ្មងកាលមកដល់ថ្ងៃស្អែករូម៉ូហើយនឹងរនចឹងពួកគេបានមកញ៉ាំការ៉េមជាមួយនឹងគ្នាហើយនិយាយពីថាទៅពីរនាក់ប៉ុន្តែកំងការ៉េមតែមួយទេតែការ៉េមម្ចាស់ហ្នឹងពីរនាក់គេហ្នឹងរៀងស្វីតដែរហ្នឹងមានទាំងអវៈបញ្ចុកគ្នាមានទាំងអវៈជូតមាត់ឲ្យគ្នាទៀតចេញពីញ៉ាំការ៉េមហ្នឹងពួកគេក៏បានដើរមកកន្លែងតារាងបាល់ឃើញក្មេងៗប្រុសៗស្អាតហ្នឹងលេងបាល់តំណងខ្លាំងមែនតែនហ្មងប៉ុន្តែពេលហ្នឹងដែរក៏មានសមាជិកម្នាក់ហ្នឹងអត់ស្រួលខ្លួនអញ្ចឹងហើយលេងបាល់ហ្នឹងអត់បានទៀតទេព្រោះអញ្ចឹងគេក៏ស្ម័គ្រខ្លួនឲ្យគេចូលលេងជំនួសទៅអ្នកនៅក្នុងក្រុមហ្នឹងគេក៏និយាយថាគេមិនសូវទុកចិត្តដោយសារតែរនចង់ហ្នឹងចាស់ហើយហ្នឹងចង់មើលងាយរនចង់ផងក្មេងប្រុសហ្នឹងក៏បន្តទៀតថាចូលលេងក៏លេងទៅប៉ុន្តែបើសិនជារនចង់ធ្វើឲ្យក្រុមគេចាញ់រនចង់ទៅតែប៉ាក្រុមគេញ៉ាំទឹកក្រូចម្នាក់មកកំប៉ុងរនចង់គេក៏និយាយថាបានតាប៉ុន្តែបើសិនជាគេលេងឲ្យឈ្នះពួកគេទាំងអស់គ្នាត្រូវតែប៉ាទឹកក្រូចគេវិញណារូម៉ូនាងក៏លើកទឹកចិត្តរនចង់ដែរនាងនិយាយថារឿងលេងបាល់បោះបាល់អីហ្នឹងជាជំនាញរបស់រនចង់ហើយរនចង់គេចូលលេងឈ្នះរបស់គេមែនតានេះរនតែចូលលេងមិនទាន់បាន2នាទីស្រួលបោផងឈ្នះបាត់រូម៉ូវិញនាងអង្គុយមើលរនចង់គេលេងបាល់ឡើងមានសេចក្តីសុខហ្មងហើយនឹងដែររូម៉ូនាងក៏បានឃើញក្មេងស្រីម្នាក់ដូចជាលួចក្រាស់ទៅលើអ្នកប្រុសដែលពាក់អាវសនេះហើយអញ្ចឹងហើយរូម៉ូនាងក៏បានយកទឹកកូកាមកដបយកទៅឲ្យក្មេងស្រីម្នាក់នោះហើយរូម៉ូនាងនិយាយលើកទឹកចិត្តឲ្យក្មេងស្រីម្នាក់ហ្នឹងយកទឹកកូកាហ្នឹងទៅឲ្យម្នាក់ប្រុសហ្នឹងទៅរូម៉ូនាងក៏បានប្រាប់ក្មេ
មេងស្រីម្នាក់នឹងដែរថាពីមុននាងលួចក្រាស់ម្នាក់នោះប៉ុន្តែឥឡូវហ្នឹងម្នាក់នោះខ្លាចជាសង្សាររបស់នាងឯណាម្នាក់នោះនឹងគឺជារនចង់របស់យើងនឹងឯងក្មេងស្រីនោះក៏ព្រមទទួលយកគោលការណ៍របស់រូម៉ូនាងក៏និយាយលើកទឹកចិត្តថាយើងត្រូវតែសាកបណ្ដឹងវសាកទៅជោគជ័យអីទៅបន្តមកទៀតក្មេងស្រីម្នាក់ហ្នឹងក៏បានយកគោលការណ៍មកដប់ហ្នឹងទៅឲ្យក្មេងប្រុសម្នាក់ហ្នឹងមែនរនចឹងគេឃើញអញ្ចឹងហើយគេក៏និយាយប្រអាប់រូម៉ូគេនិយាយថាឥឡូវហ្នឹងរូម៉ូចេះបញ្ចុះបញ្ចូលគេរឿងស្នេហាទៀតកាលពីមុនណាមិនដឹងណាគេគឺជាក្មេងស្រីដែលមិនសូវចេះនិយាយអីយោលាទៅមើលក្មេងៗពីរនាក់ហ្នឹងវិញនិយាយពីថាត្រូវរើគ្នាលឿនហ្មងណាបើកលេចមកមើលចាស់ពីរនាក់នេះវិញកាន់ដៃគ្នាទៀតតាំងពីពេលហ្នឹងមករនចង់ឲ្យនឹងរូម៉ូពួកគេក៏បានសាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាជាច្រើនខ្លាំងមែនតើនិយាយទៅមានគ្រប់ឈុតឆាកហ្មងហើយឈុតឆាកច្រើនជាងគេហ្នឹងគឺថាឈុតឆាកស្វីតនឹងឯងកាន់មកដល់ថ្ងៃថ្មីព្រឹកនេះដែររូម៉ូនាងបានរករនចង់ប៉ុន្តែនាងរកអត់ឃើញទេសំខាន់នាងទៅរនចង់គេមិនលើកទៀតរូម៉ូនាងក៏សួរហ្វាដឺខុនថាមានឃើញរនចង់អត់ហ្វាដឺខុនក៏និយាយថាព្រឹកមិញហ្នឹងដូចជាឃើញរនចង់ហ្នឹងគេទៅអូវីបាត់ហើយរូម៉ូនាងក៏បានខលទៅកាន់ហ្វៃនាងនិយាយប្រាប់ហ្វៃអញ្ចឹងណាថានាងតាក់តងទៅរនចង់អត់បានទេហើយល្ងាចហ្នឹងរនចង់គេថាគេត្រូវសារភាពស្នេហ៍មកកាន់នាងម៉ោង8យប់នៅកន្លែងបោកបាល់ទៀតតែឥឡូវនាងគិតមកយើងនាងគួរទៅឬមួយក៏អត់ហើយស្ទើរតែនាងលើកហ្វាដឺខុនថារនចង់គេទៅក្រុមហ៊ុនបាត់ហើយហ្នឹងសិនចាញ់គេនិយាយថារនចង់ដូចជាអត់បានទៅក្រុមហ៊ុនណាលើអញ្ចឹងហើយហ្វៃនាងក៏ផ្ដល់កំណត់យោបល់ឲ្យរូម៉ូហ្នឹងនាងទៅតែរូម៉ូវិញនាងនៅតែខ្លាចនាងខ្លាចថារនចង់កាត់មកអញ្ចឹងណាទីពិសេសនាងខ្លាចថារឿងកាលពី10ឆ្នាំមុនកាត់ឡើងម្ដងទៀតហ្វៃនាងក៏និយាយលួងលោមហើយនាងប្រាប់ឲ្យរូម៉ូហ្នឹងរៀបចំទៅបន្ទាប់ពីបិទទូរស័ព្ទជាមួយនឹងរូម៉ូហ្វៃនាងក៏សួរសិនចាងបញ្ជាក់ថាសិនចាងគេប្រកាសអត់ថារនចង់អត់បានទៅក្រុមហ៊ុនណូសិនចាងគេនិយាយថាគេប្រកាសដោយសារតែរដងរនចង់បើសិនជាទៅក្រុមហ៊ុនប្រកាសជាខលមករកគេហើយហ្វៃនាងលើអញ្ចឹងហើយនាងញ៉ាំហើយនាងនិយាយថាឥឡូវហ្នឹងរនចង់គេចេះរ៉ូម៉ាន់ទិកទៀតណាកាន់មកដល់ពេលយប់ឡើងយើងឃើញថានៅកន្លែងបាល់បោះហ្នឹងមានមនុស្សមកច្រើនខ្លាំងមែនតើហ្មងណាដល់និយាយពីប្អូនរបស់រូម៉ូហើយនឹងកញ្ញាលីនវិញពួកគេនិយាយត្រូវគ្នាខ្លាំងណាសំខាន់ចង់សួរអីហ្នឹងសួរជាមួយគ្នាទៀតពេលហ្នឹងដែររូម៉ូនាងក៏បានមកដល់ហើយនិយាយថាមនុស្សម្នាក់ហ្នឹងសរសើរនាងថាស្អាតគ្រប់គ្នាហ្មងណារូម៉ូនាងក៏អរគុណប៉ុន្តែក្នុងចិត្តរបស់នាងដូចអត់ស្ងប់មកទេនាងសួរហ្វៃថាឥឡូវហ្នឹងម៉ោងប៉ុន្មានហើយហ្វៃនាងក៏ឆ្លើយថាឥឡូវហ្នឹងម៉ោង 7:50 រូម៉ូនាងភ័យបដាដែលចុះតែខ្វះតែ10នាទីទៀតទេរូម៉ូនាងខ្លាចថារនចង់គេនឹងខកណាត់ជាមួយនឹងនាងម្ដងទៀតទេហ្វៃនាងក៏និយាយលងលោមនាងនិយាយថាកុំបារម្ភអីតាំងចិត្តឲ្យស្ងប់សិនទៅបាទដល់ខ្លួនគាត់មកសួររករនចង់ពីរូម៉ូនាងក៏ឆ្លើយថាតាំងពីព្រឹកមកនាងតាក់តងរនចង់អត់បានទេនិយាយអញ្ចឹងហើយរូម៉ូនាងក៏បានសម័យពីរឿងកាលពី10ឆ្នាំមុនតែហ្នឹងរនចង់គេអត់បានមកហើយម្នាក់វិញប៊ូលីទៅកាន់រូម៉ូខ្លាំងមែនតើនិយាយប៊ូលីមើងងាយហើយពួកគេក៏បានចេញទៅអស់ទុកឲ្យរូម៉ូនៅតែម្នាក់ឯងរូម៉ូនាងឃើញអញ្ចឹងហើយនាងកាន់តែភ័យមកតង់ទៀតហើយហ្វៃនាងក៏និយាយប្រាប់រូម៉ូថារនចង់គេប្រកាសជាមកពេលហ្នឹងដែរភ្លើងនៅម្ដុំហ្នឹងក៏បានបើកភ្លឺឡើងបង្ហាញយើងឃើញបុរសសង្ហាជីសេះសម្នាក់ហ្នឹងគឺជារនចង់គេបានដើរមករករូម៉ូជាមួយនឹងបាច់ផ្កាមួយបាច់នៅដៃរបស់គេដើរមកដល់ខាងមុខរូម៉ូរនចង់គេក៏បានប្រគល់ផ្កាហ្នឹងទៅឲ្យរូម៉ូនាងនិយាយជាមួយនឹងរនចង់ថានាងស្មានតែគេមិនមកម្ដងទៀតទេតារនចង់គេក៏តបវិញថាគេសុំទោសដែលឲ្យលើកហ្នឹងរូម៉ូនាងចាំគេម្ដងទៀតហើយរូម៉ូនាងនិយាយថាមិនអីនោះទេហើយនាងអរគុណសម្រាប់អ្វីគ្រប់យ៉ាងដែលរនចង់បានធ្វើមកឲ្យនាងរនចង់វិញគេនិយាយសុំទោសទៅកាន់រូម៉ូទៀតហើយចំពោះរង្វាន់ដែលគេធ្លាប់ធ្វើទៅដាក់រូម៉ូពីមុនឲ្យនាងជឿចាប់អញ្ចឹងណាថ្ងៃនេះគេនឹងមកសារភាពស្នេហ៍ទៅដាក់រូម៉ូសុំរូម៉ូរៀបការហើយនឹងគេនិយាយពីការតាំងចិត្តរបស់គេក្នុងការមើលថែរូម៉ូគេនិយាយថារវាងពួកគេទាំងពីរពិតជាបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នាហើយទៅមានទាំងសប្បាយចិត្តមានទាំងអត់សប្បាយចិត្តដោយសារតែមានរូម៉ូទៅគេអាចធ្វើជាខ្លួនគេបានគេចង់នៅក្បែររូម៉ូមើលថែនាងអស់ពេញមួយជីវិតរបស់គេតែម្ដងក្នុងចំណាយពេលវេលារបស់គេគ្រប់នាទីនៅជាមួយនឹងរូម៉ូហើយរនចង់គេបាននិយាយពាក្យពេចន៍សារភាពជាច្រើនទៅកាន់រូម៉ូចុងក្រោយរនចង់គេក៏បានលុតជង្គង់សុំរូម៉ូរៀបការឃើញទស្សនភាពនឹងហើយរូម៉ូនាងក៏បានសម័យទៅកាលពី10ឆ្នាំមុននិយាយទៅប្រៀបបីដូចជាឡើងយំមកសុំឆ្លាញ់នាងអញ្ចឹងណាហើយរូម៉ូនាងក៏និយាយយកព្រមរនចង់គេក៏បានពាក់ចិញ្ចៀនឲ្យរូម៉ូហើយពីរអ្នកគេនឹងក៏បានអោបគ្នាដោយក្តីស្រឡាញ់ហ្មងណាពេលហ្នឹងក៏មានការបាញ់កំជ្រួចជាច្រើនធ្វើឲ្យទស្សនភាពនៅពេលហ្នឹងស្រស់ស្អាតខ្លាំងមែនតើហ្មងណាហើយពីរអ្នកគេនេះឆ្លៀតថោកគ្នាទៀតហ្នឹងណាឥឡូវទៅមើលហ្វៃវិញនាងឃើញរូម៉ូហើយនឹងរនចង់មានសុភមង្គលអញ្ចឹងនាងក៏ងាកទៅរកសិនចាងហើយនាងនិយាយថានាងពិតជាចង់រៀបការខ្លាំងណានាងក៏បបួលសិនចាងហ្នឹងមករៀបការជាមួយនឹងនាងមកសិនចាងគេចាំពាក្យហ្នឹងយូរតែគេលឺអញ្ចឹងហើយគេឡើងសប្បាយចិត្តហ្មងណាហើយគេបបួលហ្វៃទៅចុះឲ្យតាសវល់មួយគ្នាឥឡូវហ្នឹងមកហ្វៃនាងក៏និយាយថាចាំស្អែកទៅឥឡូវហ្នឹងគេបិទបាត់ហើយសិនចាងគេនិយាយថាគេខ្លាចតែថ្ងៃស្អែកហ្នឹងហ្វៃនាងបដូរចិត្តទេហ្វៃនាងនិយាយថាអត់ទេកុំភ័យអីខណៈពេលដែលរនចង់ហើយនឹងរូម៉ូពួកគេទាំងពីរអ្នកកំពុងតែមើលកំជ្រួចហ្នឹងក៏សាច់រឿងហ្នឹងក៏បានចាក់ឲ្យឃើញរនយ៉ាងបន្តិចទៀតពេលហ្នឹងដែររនយ៉ាងគេបានមកមើលរនចង់ហើយនឹងរូម៉ូមានសុភមង្គលជាមួយនឹងគ្នាហើយទឹកមុខរបស់រនយ៉ាងវិញ
ញគេក៏ញ៉ាំសប្បាយចិត្តនឹងឯអ្នកគ្នាសម្រាប់សាច់រឿងគំនូរស្នេហ៍បងប្អូនភ្លោះអនុម័តថាចាប់ត្រឹមតែប៉ុណ្ណេះអរគុណច្រើនអ្នកគ្នាសម្រាប់ការទស្សនាតាំងពីភាគ1រហូតមកដល់ភាគបញ្ចប់នេះនិយាយទៅរឿងហ្នឹងមានអស់ចិត្តជាមួយនៅសាលូហើយនឹងរនយ៉ាងហ្មងណាពីរអ្នកគេនឹងសិតតែជាមនុស្សល្អនិយាយទៅសាច់រឿងព្រមឲ្យពីរអ្នកនឹងបានគ្នាអត់ទេចុងក្រោយរនយ៉ាងបែរទៅជាស្លាប់ហើយចំណែកឯសាលូវិញជាប់គុកអីណែនេះអត់មានស្ដាយពីរអ្នកនឹងខ្លាំងហ្មងណាសម្រាប់វីដេអូនេះដែរមានតែប៉ុណ្្នឹងទេជួបគ្នានៅរឿងបន្ទាប់ណាអ្នកគ្នាបាយបាយ